វេលាម៉ោង 3:45 នាទីនៅក្នុងទីលានវឹកហាត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលទទួលរៀបចំការប្រកួតបាល់ទាត់នារីសប្តាហ៍ទី3ជំនួបរបស់ភ្នំពេញក្រោនទល់ជាមួយនឹងក្លឹបបាទសមាគមបាល់ទាត់ខេត្តសៀមរាបបាទឱកាសសម្រុកដំបូងរបស់ភ្នំពេញក្រោនបាទអៃរីគូរ៉ូគីក្រោះចូលមកខាងក្នុងរួមជាមួយនឹងឱកាសជាបន្តបន្ទាប់អៃរីគូរ៉ូគីបាទព្យាយាមនៅក្នុងការកាត់បាល់មកក្នុងគណៈដែលសុឋានជាមួយនឹងបាទវិផាទៅមិនទាន់ទេទីសំណាងក៏បញ្ជូនបាល់មកទៅសុឋានទាត់ក៏មិនចំគោលដៅបាទស្របពេលដែល blasting ចុងម៉ោងបាទក៏មានឱកាសទាត់ទៅលើទីបាទនៅនាទីទី30បាទប៉ុន្តែមិនបានសម្រេចការក្រោះចូលមកក្នុងចាប់ជាប់ដោយ Faria បាទស្របពេលដែលឱកាសនៅក្នុងការរកគ្រាប់បាល់របស់បាទភ្នំពេញក្រោនក៏បាទមានជាបន្តបន្ទាប់ប៉ុន្តែបាទអ្នកចាំទីចិនសូវៀតបាទគឺធ្វើបានល្អមែនទែនបាទកន្លែងនេះបាទស្ទើរតែរកគ្រាប់បាល់បានទៅហើយប៉ុន្តែបាទការព្យាយាមបាទរបស់ទីសំណាងបញ្ជូនមកក្រោយរហូតធ្វើឲ្យ Miki Ishikawa សុទ្ធបញ្ចូលទីបានសម្រេចបាទការសម្រុកដំបូងស្ទើរតែរកគ្រាប់បាល់បានប៉ុន្តែមិនបានសម្រេចការសម្រុកលើកទី2ក៏បានសម្រេច Miki Ishikawa ទាត់បាល់បញ្ចូលទីនៅនាទីទី40ជួយឲ្យភ្នំពេញក្រោននាំមុខ1-0ជាបណ្ដោះអាសន្នស្របពេលដែលទីសំណាងបាទក៏មានឱកាសជាបន្តក៏មិនបានសម្រេចបាទចប់ការប្រកួតវគ្គទី1គឺភ្នំពេញក្រោន1សៀមរាប0បាទបញ្ជូនជាបន្តក្រោះចូលក្នុងពីគូរ៉ូគីបាទចាប់ជាប់ដោយចិនសូវៀតបាទឱកាសជាបន្តមកកន្លែងនេះបាទសុឋានបាទទាត់មកបាទមិនចំបានសម្រេចបាទសុឋានអូយសប្បាយស្ដាយណាស់បាទបោះឡើងមកខាងលើនេះ blasting die ដែលកំពុងតែឆ្ងល់កន្លែងនេះបាទគាត់ទៅកាត់អូយបាទ blasting die បាទបើទាត់ចំទីបាទអាចថា50-50ហើយបាទហើយស្របពេលដែលភ្នំពេញក្រោនបាននៅក្នុងវគ្គទី2នេះសម្រុកច្រើនបាទសម្រុកហើយសម្រុកទៀតសម្រុកហើយសម្រុកទៀតប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងទេបាទសម្រាប់បាទការសម្រុករបស់ភ្នំពេញក្រោនបាទការទាត់របស់អៃរីគូរ៉ូគីចំជាមួយនឹងរបាទីបាទឬក៏ការសម្រុកជាបន្តរបស់បាទទីសំណាងក៏ទៅមិនទាន់បាទការព្យាយាមប៉ុនប៉ងក៏មិនបានសម្រេចរហូតតតែលោកអញ្ញាកណ្ដាលនៅតុលាភ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងដូច្នេះភ្នំពេញក្រោនបន្តឈរនៅកំពូលតារាងមាន